ផ្លូវលំដីក្រហមទៅកាន់ជាដែននៅពេលយប់ជ្រៅហាក់ដូចជាគ្មានទីបញ្ចប់តតែសោះពន្លឺភ្លើងឡានរបស់ពិបុលបាញ់កាត់ឆ្លោះភាពងងឹតស្លុបនឹងក្រាំងអំណក់ទឹកភ្លៀងដែលចាប់ដើមធ្លាក់ខ្លាំងទៅក្នុងចិត្តរបស់គេពេលនេះគ្មានឡើយភាពភ័យខ្លាចចំពោះផ្លូវស្ងាត់ក្នុងខួរក្បាលរបស់គេមានតែរូបភាពរបស់ធីរីដែលកំពុងតែគេងស្ដុកស្ដឹងនៅលើគ្រែប៉ែតតែប៉ុណ្ណោះធីរីត្រូវតែចាំបងឲ្យបានបងទៅដល់នៅហើយអូនកុំកាត់ឲ្យសោះវិបុលខ្សឹបតិចម្នាក់ឯងខណៈដែលដៃកំពុងតែក្តាប់ចង្កូតឡានយ៉ាងណែនរហូតឡើងសរសៃដៃគេនឹកឃើញដល់ពាក្យសម្ដីរបស់នាងកាលពីមុនដែលតែងតែប្រាប់ខ្លួនថាសុខសប្បាយប៉ុន្តែគេទើបតែបានយល់នៅពេលនេះថាខ្ញុំសុខសប្បាយរបស់នាងគឺមានន័យថាខ្ញុំកំពុងតែឈឺចាប់តែខ្ញុំមិនចង់ឲ្យអ្នកបារម្ភឡើយព្រឹកព្រលឹមម៉ោងប្រហែលជា6 កន្លះព្រឹកវិបុលបានធ្វើដំណើរមកដល់មន្ទីរពេទ្យស្រុកគេបានរត់សម្ដៅទៅបន្ទប់សង្គ្រោះបន្ទាន់យ៉ាងប្រញាប់ប្រញាល់វិបុលបានឃើញបុរសម្នាក់ក្នុងឈុតជាគ្រូពេទ្យកំពុងដើរចេញពីបន្ទប់មួយបន្ទាប់មកគេក៏បានស្រវារត់ទៅសួរថាភក្តីធីរីយ៉ាងម៉េចហើយនាងនៅឯណាភក្តីសម្លឹងមើលមុខវិបុលដោយការភ្នែកស្ងប់ស្ងាត់រួចឆ្លើយយឺតខ្ញុំសុំទោសខ្ញុំបដិសេធក្រោយខ្លាំងណាស់ដែលទុកសាច់រឿងមកដល់ដំណាក់កាលនេះខ្ញុំពិតជាមិនយល់ពីខ្លួនឯងទេហេតុអីបានជាខ្ញុំត្រូវលាក់រឿងនឹងមកដល់ពេលនេះវិបុលទម្លាក់ដៃចុះយឺតកម្លាំងក្នុងខ្លួនហាក់ដូចជារលាយបាត់អស់គេដើរចូលទៅក្នុងបន្ទប់ឃើញធីរីគេងលង់លក់ទាំងដែលមានបំពង់អុកស៊ីសែនជាប់នឹងច្រមុះគេអង្គុយក្បែរនោះរួចលើកដៃមកកាន់ថ្នមដៃដែលធ្លាប់តែទន់ភ្លន់ពេលនេះប្រែជាត្រជាក់ស្រេតវិបុលយកកញ្ចប់អាវរងាដែលដាច់រហែកបន្តិចបន្តួចដោយសារតែភាពប្រញាប់ប្រញាល់មកដាក់ក្បែរខ្នើយរបស់នាងគេអោនទៅក្បែរត្រចៀករបស់នាងរួចខ្សឹបទាំងទឹកភ្នែកដែលហូរស្រក់លើថ្ពាល់មកថាធីរីបងមកដល់ហើយអូនប្រហែលជារងាខ្លាំងហើយតើអត់បងសុំទោសនេះជាកំហុសដែលបងមើលឃើញតែផ្នែកភ្លឺមួយដុំតែបងបែរជាមិនដឹងថាផ្នែកងងឹតគឺវានៅព័ទ្ធជុំវិញបងតែងតែតាំងខ្លួនឯងថាយល់ច្បាស់ពីអូនរហូតតែការពិតគឺបងខុសហើយបងគួរតែមកមើលអូនឲ្យបានលឿនជាងនេះនិយាយបានត្រឹមតែប៉ុណ្ណេះវិបុលក៏យំបន្តហើយអោបដៃរបស់ធីរីយ៉ាងកខូទឹកភ្នែករបស់វិបុលបានស្រក់មុខតក់ស្រាប់តែម្រាមដៃរបស់ធីរីកម្រាក់ឡើងតិចនាងបើកភ្នែកយឺតសម្លឹងវិបុលទាំងមិនជឿនឹងភ្នែកសំឡេងរបស់នាងខ្សោស្ទើរតែស្ដាប់មិនឮបងមកទីនេះតាំងពីពេលណាទីនេះឆ្ងាយណាស់បងវិបុលញញឹមទាំងទឹកភ្នែករួចក៏ឆ្លើយថាអត់ទេហើយក៏អោបធីរីទាំងក្តីរំភើបគ្រូពេទ្យបានដើរចូលមកម្ដងទៀតដោយទឹកមុខមាំវិបុលខ្ញុំមានរឿងសំខាន់មួយចង់ប្រាប់ឯងស្ថានភាពជំងឺរបស់ធីរីមិនមែនគ្រាន់តែជាការនឿយហត់ធម្មតាទេនាងត្រូវផ្លាស់ទៅមន្ទីរពេទ្យធំដែលនៅឆ្ងាយជាងទីនេះទើបយើងអាចសង្គ្រោះនឹងបាន
វិបុលក៏បានតបថាឲ្យតែមានឱកាសទោះត្រឹម 1% ក៏ខ្ញុំត្រូវជួយនាងដែរភក្តីក៏ញញឹមភ្លាមនោះទូរស័ព្ទរបស់វិបុលក៏បានរោឡើងបងប្រុសម៉ាក់យើងដួលស្លាប់ក្នុងបន្ទប់ទឹកឥឡូវគាត់ត្រូវសង្គ្រោះបន្ទាន់លុយខ្ញុំមិនគ្រប់ទេបងមានប៉ុណ្ណាផ្ញើឲ្យខ្ញុំសិនមកសំឡេងប្អូនស្រីនិយាយវិបុលធ្លាក់ថ្លើមក្តុកដាក់ទូរស័ព្ទចុះហើយសម្លឹងមើលទៅធារីដែលកំពុងតែគេងស្ដុកស្ដឹងនៅលើគ្រែពេទ្យជាមួយនឹងបំពង់អុកស៊ីសែន